ចាស់អាជីវកម្មដែលនាំចូលអីវ៉ាន់ពីចិនយកមកលក់ក៏បងប្អូនដែលចូលចិត្តទិញអីវ៉ាន់ទំហំធំមកពីចិនគឺពួកគាត់តែងតែជួបបញ្ហាមួយគឺថ្លៃដឹកអីវ៉ាន់ថ្លៃជាបញ្ហាធំមួយទៅដល់បងប្អូនត្រូវចំណាយលុយជាច្រើនទៅលើថ្លៃដឹកជញ្ជូនហើយបើនិយាយពីអ្នករកស៊ីវិញពួកគាត់លក់បានលុយចំណេញតិចតែចំណាយទៅលើថ្លៃដឹកអស់ច្រើនអញ្ចឹងទូទាត់ចោះទូទាត់ឡើងរកលុយចំណេញលែងចង់ឃើញបើសិនជាបងប្អូនជ្រើសរើសក្រុមហ៊ុនខុសទៀតគឺចរន្តលុយដែលបងប្អូនប្រើចេញទៅក្រៅប្រទេសស្ទើរតែទាំងអស់ជាក់ស្ដែងលុយដែលកំងអីវ៉ាន់ហ្នឹងគឺចូលទៅក្នុងស្រុកគេលុយសេវាកម្មដឹកជញ្ជូនហ្នឹងគឺចូលទៅក្នុងស្រុកគេទៀតអញ្ចឹងបងប្អូនគួរតែបដូរមកប្រើក្រុមហ៊ុននៅក្នុងស្រុករបស់កូនខ្មែរយើង 100% បើសិនជាបងប្អូនប្រើប្រាស់ជាមួយនឹងសេវាកម្មដឹកជញ្ជូនរបស់កូនខ្មែរយើងរនលុយគឺវិលនៅក្នុងស្រុករបស់យើងធ្វើឲ្យក្រុមហ៊ុនកូនខ្មែរយើងកាន់តែរីកចម្រើនធ្វើឲ្យពួកគាត់កាន់តែមានលទ្ធភាពវិនិយោគរីកឬបើកក្រុមហ៊ុនបន្តទៀតជួយផ្ដល់ការងារជូនប្រជាជនខ្មែរយើងឲ្យមានការងារធ្វើរាប់ម៉ឺនរាប់ពាន់នាក់ជាពិសេសក្រុមហ៊ុន DRSB Express គឺជាក្រុមហ៊ុនកូនខ្មែរ 100% ដល់ជូនដល់បងប្អូននៅតម្លៃទាបជាងទីផ្សារត្រឹមតែ$148ក្នុង1ម៉ែត្រគីបតម្លៃ$148ក្នុង1ម៉ែត្រគីបខ្ញុំគិតថាមានតែមួយនៅក្នុងស្រុកខ្មែរព្រោះខ្ញុំអត់ដែលឮពីមុនមកអញ្ចឹងអ្នកដែលតែរកស៊ីបោះដុំអីវ៉ាន់មកពីចិនអ្នកលក់អនឡាញម្ចាស់ local brand ផ្សេងគឺភាគច្រើនគាត់បានដឹងហើយនឹងបានស្គាល់ជាមួយនឹងក្រុមហ៊ុន DRSB Express ដែលជាក្រុមហ៊ុនកូនខ្មែរ 100% ចាស់ស្ដាយបងប្អូនមើលទៅនៅខាងក្រោយខ្នងខ្ញុំនេះគឺសិតសឹងតែជាអីវ៉ាន់របស់បងប្អូនខ្មែរយើងដែលពួកគាត់បានដឹកតាមរយៈក្រុមហ៊ុន DRSB ច្រើនខ្លាំងណាស់បងប្អូនហើយរាប់ម៉ឺនម៉ែត្រគីបអីវ៉ាន់ទាំងអស់នេះដែរគឺសិតសឹងតែជាទូសនៃការគ្រប់គ្រងរបស់ពុកម៉ែបងប្អូនខ្មែរយើងពិសេសអ្នករកស៊ីយកអីវ៉ាន់ទៅលក់បោះដុំនិងបងប្អូនយើងអ្នកលក់អនឡាញល្បីៗមានម្ចាស់ local brand នៅក្នុងស្រុកយើងជាច្រើនបងប្អូនបន្ថែមនេះទៀតក្រុមហ៊ុន DRSB Express មករយៈពេល9ឆ្នាំហើយបងប្អូនក្រុមហ៊ុនក៏មានបទពិសោធន៍ច្រើនច្បាស់លាស់ក្នុងការដឹកជញ្ជូនអីវ៉ាន់ពីចិនមកខ្មែរហើយជាក់ស្ដែង DRSB មានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលចិនការនាំអីវ៉ាន់ចេញចូលប្រទេសចិនមកដែរអញ្ចឹងបងប្អូនអាចមានទំនុកចិត្តជាមួយនឹងក្រុមហ៊ុន DRSB បានព្រោះនៅស្រុកចិនមិនមែនក្រុមហ៊ុនធម្មតារដ្ឋាភិបាលចិនផ្ដល់អាជ្ញាប័ណ្ណឲ្យស្រួលទេបងប្អូនហើយក្រុមហ៊ុន DRSB គឺមានរថយន្តជាច្រើនគ្រឿងផ្ទាល់ខ្លួនសម្រាប់ដឹកទំនិញរបស់អតិថិជនតាមបណ្ដាសាខាទូទាំងប្រទេសដោយឥតគិតថ្លៃហើយ DRSB ក៏មានសាខាជាច្រើនទូទាំងប្រទេសកម្ពុជាបងប្អូនដែលនៅតាមខេត្តហ្នឹងគឺចំណេញខ្លាំងមែនតើខ្ញុំជឿថាចំណុចទាំងអស់នេះមានតែក្រុមហ៊ុន DRSB តែមួយគត់ក្នុងប្រទេសកម្ពុជាយើង